បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង3នៅឥណ្ឌូចិនបានយល់ស្របនឹងសំណើរបស់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ13សីហាឆ្នាំ1987របបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានចេញនៅសេចក្តីថ្លែងការណ៍មួយដែលមានទាំងអស់5ចំណុចគឺ 1. ជំនួបរវាងអ្នកតំណាងរបបហេងសំរិននិងសម្ដេចនរោត្តមសីហនុ 2. ការដកថយនៃកងទ័ពវៀតណាមចេញអស់ពីប្រទេសកម្ពុជាហើយទន្ទឹមនោះបញ្ឈប់រាល់ជំនួយនិងការផ្ដល់ជំរកទៅឲ្យកម្លាំងកងទ័ព GCGD 3. ការបោះឆ្នោតជាទូទៅដោយមានអ្នកសង្កេតការបរទេសដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយដែលកំណត់យកនយោបាយអព្យាក្រឹតនិងមិនចូលបកសម្ព័ន្ធណាមួយ 4. ធ្វើការចរចាជាមួយប្រទេសថៃដើម្បីធានាព្រំប្រទល់ឲ្យមានសុវត្ថិភាពនិងរៀបចំឲ្យប្រជាជនខ្មែរដែលចង់ធ្វើមកមាតុភូមិវិញអាចធ្វើត្រឡប់មកស្រុកភូមិរបស់គេវិញ 5. បើកសន្និសីទអន្តរជាតិមួយដើម្បីធានាកិច្ចព្រមព្រៀងមួយដែលមានរដ្ឋាភិបាលនៃភាគីខ្មែរបដិបត្តិទាំងពីរចូលរួមផងដែរសន្និសីទអន្តរជាតិនោះជាសន្និសីទដែលមានសមាជិក5រូបនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រទេសវៀតណាមប្រទេសឥណ្ឌានិងប្រទេសផ្សេងៗទៀតចូលរួមតាមរយៈសេចក្តីថ្លែងការណ៍នេះគេសង្កេតឃើញថាប្រទេសវៀតណាមបានទទួលផលប្រយោជន៍មួយដ៏ធំព្រោះគេឆ្លៀតយកឱកាសដែលសហភាពសូវៀតដកថយខ្លួនចេញពីតំបន់ដើម្បីយកសហគមន៍អន្តរជាតិជាបង្អែកតែម្ដងប៉ុន្តែខាងចិនឯនោះវិញគេនៅមានការឲ្យឯកនៅឡើយទោះបីគេជឿថាដំណោះស្រាយផ្នែកយោធាពុំអាចធ្វើទៅកើតក្តីនៅថ្ងៃ14តុលាឆ្នាំ1987នោះមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដោយមាន117សំឡេងទៅនឹង21ហើយ16អនុប្រវត្តិនៅថ្ងៃ2ខែធ្នូឆ្នាំ1987សម្ដេចនរោត្តមសីហនុនិងលោកនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺលោកហ៊ុនសែនបានមកជួបគ្នាជាលើកដំបូងបង្អស់នៅ Fair Ontario de Noir នៅជិតទីក្រុងប៉ារីរីឯចំណុចសំខាន់នៃការសន្ទនាគ្នាមានទាំងអស់3ចំណុចគឺ 1. បញ្ហាប្រទេសកម្ពុជាត្រូវដោះស្រាយតាមបែបបទនយោបាយគឺមិនប្រើកម្លាំងយោធា 2. បញ្ហាប្រទេសកម្ពុជាត្រូវដោះស្រាយដោយប្រជាជនខ្មែរខ្លួនឯងគឺតាមរយៈការចរចារវាងគូភាគីបដិបត្តិទាំង4 3. នៅពេលដែលមានកិច្ចព្រមព្រៀងគ្នាមួយរវាងគូភាគីទាំង4រួចហើយត្រូវមានសន្និសីទអន្តរជាតិមួយដើម្បីមានការធានាពីអន្តរជាតិហើយដើម្បីធានាដល់ឯករាជ្យភាពនៃប្រទេសកម្ពុជាបើគេពិនិត្យមើលសេចក្តីជូនដំណឹងដែលបានចេញផ្សាយក្រោយពេលជំនួបសម្ដេចនរោត្តមសីហនុនិងលោកហ៊ុនសែននៅ Fair Ontario de Noir គេសង្កេតឃើញមានចំណុចខ្វះខាតជាច្រើនគឺយ៉ាងហោចណាស់ក៏ពីរចំណុចធំដែរគឺ 1. អ្នកដឹកនាំទាំងពីរពុំបាននិយាយពីការដកកងទ័ពវៀតណាមដែលត្រូវស្ថិតនៅជាចាំបាច់ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ 2. គ្មានការនិយាយអំពីការបង្កើតរដ្ឋាភិបាលចម្រុះដែលមានភាគីខ្មែរទាំង4ចូលរួមដូចនេះប្រទេសចិនពួកខ្មែរក្រហមនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានការពិបាកនឹងទទួលយកព្រោះទំហំអន្តរជាតិនៃវិបត្តិខ្មែរនៅពេលនោះពូគឺការឈានពាននៃកងទ័ពវៀតណាមទៅលើទឹកដីខ្មែរពុំបានត្រូវយកមកដោះស្រាយទេគឺហាក់បីដូចជាបញ្ហាខ្មែរដាច់ស្រយាលពីទំហំអន្តរជាតិរបស់វាដែលជាមូលដ្ឋាននៃទំនាស់ប៉ុន្តែនៅថ្ងៃ20មករាឆ្នាំ1988សម្ដេចនរោត្តមសីហនុនិងលោកហ៊ុនសែនបានមកជួបគ្នាម្ដងទៀតជំនួបទី2នេះដែលបានប្រព្រឹត្តទៅនៅសាសៀងម៉ាអង់គ្លេសបានយកបញ្ហាដំណោះស្រាយការវិវាទផ្នែកនយោបាយមកពិភាក្សា
លោកហ៊ុនសែនទាមទារឲ្យរំលាយកងទ័ពខ្មែរក្រហមចោលហើយបង្កើតរដ្ឋាភិបាលចម្រុះមួយក្រោយការបោះឆ្នោតប៉ុន្តែចំពោះការទាមទារនេះសម្ដេចនរោត្តមសីហនុពុំអាចទទួលយកព្រមបានទេព្រោះថាបើគ្មានការគៀបសង្កត់ពីកងទ័ពខ្មែរក្រហមទីក្រុងហាណូយក៏មិនព្រមចរចាដែរព្រះអង្គបានស្នើឲ្យបង្កើតរដ្ឋាភិបាលចម្រុះមួយមុនការបោះឆ្នោតហើយរំលាយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាខ្មែរចោលទុកជាមុនគឺមុនពេលរៀបចំការបោះឆ្នោតខ្ញុំសូមស្ទះត្រង់នេះសិនចុះហើយនឹងធ្វើការបរិយាយបន្តទៅទៀតនៅសប្តាហ៍ក្រោយ